ตากรมอาหารประเภทนะได้ช่วยទប់ស្កាត់នឹងការពារកោសិកាជំងឺមហារីកនៅក្នុងខ្លួនរបស់យើងបានបងប្អូនក៏ដឹងដែរថាជំងឺមហារីកគឺជាជំងឺកាយសាហាវមួយដែលយើងគ្រប់គ្នាមិនប្រាថ្នាចង់ជួបចង់យល់នោះទេដូច្នេះដើម្បីការពារខ្លួនរបស់បងប្អូនប្រឆាចចេញឆ្ងាយពីជំងឺមហារីកបងប្អូនត្រូវតែតាមដានទស្សនានៅវីដេអូនេះរហូតដល់ចប់ដើម្បីឲ្យដឹងថារបបអាហារឬក៏ក្រុមអាហារប្រភេទណាដែលជួយមិនឲ្យមានកើតនៅជំងឺមហារីកបានក្រុមទី1នោះគឺក្រុមបន្លែស្ពៃបន្លែនៅក្នុងក្រុមនេះមានផ្ទុកសារធាតុ sulforaphane និង indole 3 carbonol ដែលមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការរលាកនិងជួយឲ្យថ្លើមក្នុងការបន្សាបជាតិពុលដែលបង្កคล้ายទៅជាជំងឺមហារីកបន្លែគួរញ៉ាំផ្កាស្ពៃខៀវ broccoli ផ្កាស្ពៃសស្ពៃក្តោបនិងស្ពៃគៀនទី2បន្លែនិងផ្លែឈើដែលមានពណ៌ស្រស់ៗ antioxidant rich food ពណ៌ធម្មជាតិនៅក្នុងបន្លែនិងផ្លែឈើគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាមិនឲ្យរងការខូចខាតពី radical សេរី free radical ក្រុមផ្លែ berry ដូចជា strawberry blueberry raspberry សម្បូរទៅដោយវីតាមីន C និង anthocyanin បន្លែផ្លែឈើពណ៌ក្រហមទឹកក្រូចដូចជាប៉េងប៉ោះមានសារធាតុ lycopene ខ្ពស់ជួយការពារមហារីកក្រពេញប្រូស្តាតការ៉ុតនិងល្ពៅមាន beta carotene ទី3គ្រឿងទេសនិងឱសថបុរាណជាប្រភេទ anti inflammatory ការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយគឺជាដើមហេតុមួយនៃការកកើតឡើងកោសិកាមហារីកគ្រឿងទេសមួយចំនួនមានផ្ទុកសារធាតុប្រឆាំងនឹងការរលាកយ៉ាងខ្លាំងក្លាដូចជាល្មៀតមានសារធាតុCurcumin ដែលត្រូវបានសិក្សាឲ្យឃើញថាអាចជួយទប់ស្កាត់ការរីករាលដាលនៃជំងឺមហារីកខ្ទឹមសនិងខ្ទឹមក្រហមមានផ្ទុកសារធាតុ allicin ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងកាត់បន្ថយហានិភ័យមហារីកប្រព័ន្ធរំលាយអាហារក្រពះនិងពោះវៀនទី4គ្រាប់ធញ្ញជាតិនិងប្រភេទមើមអាហារដែលមានជាតិសរសៃ fiber ខ្ពស់ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារនិងកាត់បន្ថយការកកកុញនៃកាកសំណល់នៅក្នុងពោះវៀនគ្រាប់ធញ្ញជាតិដូចជាអង្ករសម្រូបអូតនិងគ្រាប់ឈាទី5ត្រីដែលមានជាតិខ្លាញ់ omega 3 fatty fish ខ្លាញ់ល្អពីត្រីជួយកាត់បន្ថយការរលាកក្នុងរាងកាយនិងពង្រឹងកោសិកាឲ្យរឹងមាំប្រភពពីត្រីដូចជាត្រីសាល់ម៉ុនត្រីថូណានិងត្រីម៉ាការ៉ែលជាដំបូន្មានខ្លះៗបន្ថែមសម្រាប់ការរស់នៅប្រកបទៅដោយសុខភាពល្អក្រៅពីការញ៉ាំអាហារល្អៗទាំងនេះអ្នកគួរតែកាត់បន្ថយការញ៉ាំអាហារកែច្នៃដូចជាសាច់ក្រកសាច់ហាំអាហារផ្អែមខ្លាំងពេកគ្រឿងស្រវឹងនិងការជក់បារីព្រោះវាជាកត្តាជំរុញឲ្យមានជំងឺមហារីកលឿនបំផុតបាទជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំប្រសិនបើវីដេអូរបស់ខ្ញុំមានប្រយោជន៍ក៏សូមបងប្អូនជួយ share ជួយ like ជួយ subscribe នៅវីដេអូរបស់ខ្ញុំបន្តទៀតបាទជាចុងក្រោយក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសេចក្តីសុខគ្រប់គ្នានិងរកស៊ីទទួលទានមានបានគ្រប់ពេលគ្រប់វេលាសូមអរគុណ